ជំរាបសួរបងប្អូនជាមេត្តាបិតានិងអាណាព្យាបាលសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការចូលមកកាន់វគ្គសិក្សាការអប់រំពុកម្ដាយសិស្សបឋមសិក្សានេះជាវីដេអូទី7ដែលយើងនឹងពិភាក្សាគ្នាអំពីប្រធានបទមួយគឺសូមកុំប្រៀបធៀបឲ្យសោះពីព្រោះកុមារខុសៗគ្នាទាំងអស់ហេតុអ្វីបានជាឪពុកម្ដាយប្រៀបធៀបកូនបែបនេះមូលហេតុដែលឪពុកម្ដាយប្រៀបធៀបកូននោះគឺចាប់ផ្ដើមពីអារម្មណ៍នៃភ័យខ្លាចនៅពេលដែលឃើញភាពខុសគ្នារវាងក្មេងដទៃនោះនឹងមានកើតការភ័យខ្លាចនិងព្រួយបារម្ភដោយនិយាយថាហេតុអ្វីបានជាកូនរបស់ខ្ញុំធ្វើមិនបានបែបនេះភាពភ័យខ្លាចបែបនេះទោះជាអារម្មណ៍ពីធម្មជាតិក៏ដោយប៉ុន្តែវាអាចនាំឲ្យកើតមានការប្រៀបធៀបកូននៅជិតផ្ទះគេឡើងពូកែភាសាអង់គ្លេសមែនទែនពាក្យសម្ដីដែលមិនចេះគិតបែបនេះអាចក្លាយជាដំបៅដ៏ធំសម្រាប់កុមារយើងតែងនិយាយនិងគិតថាការប្រៀបធៀបអាចជួយលើកទឹកចិត្តដល់កុមារបានប៉ុន្តែមិនមែននោះទេតាមពិតវាធ្វើឲ្យទំនុកចិត្តរបស់កុមារបាត់បង់ហើយនាំឲ្យកាន់តែចុះខ្សោយទៅវិញដូច្នេះការប្រៀបធៀបគឺមិនមែនជាការជំរុញទឹកចិត្តនោះទេតែជាការធ្វើឲ្យកាន់តែចុះខ្សោយទៅវិញការប្រៀបធៀបកូនជាមួយនឹងកុមារដទៃអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពផ្លូវចិត្តនិងការអភិវឌ្ឍរបស់ពួកគេនោះកុមារអាចបណ្ដុះផ្នត់គំនិតនៅក្នុងចិត្តរបស់ពួកគេថាខ្ញុំជាមនុស្សដែលតែងតែខ្វះខាតជានិច្ចគំនិតទាំងនេះអាចជាឥទ្ធិពលពេញមួយជីវិតទៅលើទំនុកចិត្តខ្លួនឯងរបស់កុមារបានប្រសិនបើមានការប្រៀបធៀបមួយនឹងបងប្អូនទៅវិញទៅមកនោះអាចកើតមាននូវការស្អប់ខ្ពើមច្រណែននិងការប្រកួតប្រជែងគ្នាជំនួសឲ្យការកើតឡើងនៅទំនាក់ទំនងដែលល្អបានសម្រាប់កុមារដែលតែងតែស្ដាប់នៅការប្រៀបធៀបនោះពួកគេអាចមានអារម្មណ៍ថាប៉ាម៉ាក់មិនមានការស្រឡាញ់គេដូចនៅអ្វីដែលមានទៅលើកូនដទៃនោះឡើយលើសពីនេះទៅទៀតកុមារអាចមើលឃើញពីគុណវិបត្តិរបស់ខ្លួនជាជាងឃើញនូវគុណសម្បត្តិរបស់ខ្លួនឯងថែមទាំងកាន់តែពិបាកក្នុងការស្រឡាញ់នៅអ្វីដែលខ្លួនឯងកំពុងតែមានទម្លាប់ដែលប្រៀបធៀបកុមារគឺមិនអាចផ្លាស់ប្ដូរបានត្រឹមតែរយៈពេលមួយថ្ងៃនោះឡើយប៉ុន្តែការផ្លាស់ប្ដូរដ៏តូចតាចរបស់ឪពុកម្ដាយគឺអាចផ្លាស់ប្ដូរជីវិតរបស់កុមារបានសូមប្រៀបធៀបពីថ្ងៃនេះនិងថ្ងៃម្សិលមិញរបស់កូនទោះជាការទទួលស្គាល់នូវការរីកចម្រើនដ៏តូចតាចក្ដីក៏វាសំខាន់ដែរសូមផ្ដោតលើចំណុចល្អរបស់កូនការដែលស្វែងរកឃើញនូវចំណុចល្អរបស់កូនហើយជួយលើកទឹកចិត្តគឺជាជំនួយដ៏សំខាន់សូមស្វែងយល់ពីការព្យាយាមរបស់កុមារជាមុនសិនសូមទទួលស្គាល់នូវការខំប្រឹងប្រែងព្យាយាមនិងផ្ដោតទៅលើការប្រព្រឹត្តជាជាងលទ្ធផលរបស់កុមារសូមយល់ដឹងថាគ្រប់ទាំងល្បឿននៃការលូតលាស់របស់កុមារម្នាក់គឺខុសគ្នាទាំងអស់ពីព្រោះតែកុមារម្នាក់លូតលាស់តាមល្បឿនរបស់ខ្លួនដូច្នេះត្រូវតែប្រុងប្រយ័ត្នដើម្បីកុំឲ្យមានការប្រៀបធៀបឲ្យសោះគ្រប់ទាំងកុមារទាំងអស់គឺមានអត្តចរិតសមត្ថភាពនិងចំណាប់អារម្មណ៍ខុសៗគ្នាទាំងអស់សូមតែងតែចងចាំនៅរឿងមួយថាការដែលដើរទៅផ្លូវផ្សេងគ្នាមិនមានន័យថាខុសគ្នានោះទេគ្រប់ទាំងកុមារម្នាក់អភិវឌ្ឍនិងការលូតលាស់តាមល្បឿនរបស់ខ្លួនរៀងៗខ្លួនដូច្នេះការដែលគោរពនៅល្បឿនម្នាក់និងចំណុចល្អរបស់កុមារវាជារឿងដ៏សំខាន់មួយសូមយកចិត្តទុកដាក់លើថាតើកុមារបានខិតខំប្រឹងប្រែងជាងលទ្ធផលខ្លាំងប៉ុណ្ណាឬក៏ពួកគាត់បានខំប្រឹងប្រែងទាំងនេះជាចំណុចសំខាន់ដែលអាចពង្រឹងដល់ការលូតលាស់របស់កុមារបានទស្សនៈដែលសម្លឹងមើលនៅអ្វីដែលកុមារមាននោះអាចជាជំនួយដល់ការបង្កើតនូវការអភិវឌ្ឍនៃការគោរពខ្លួនរបស់កុមារយ៉ាងមាំមួនពាក្យដែលប្រៀបធៀបអាចជាឥទ្ធិពលជាអវិជ្ជមានដល់កុមារបានសូមប្រើប្រាស់នូវពាក្យសម្ដីដែលជាវិជ្ជមានដើម្បីអាចលើកទឹកចិត្តបង្កើតនូវសមត្ថភាពនិងការខិតខំព្យាយាមរបស់កុមារជំនួសវិញឧទាហរណ៍ការព្យាយាមដែលទន្ទេញពាក្យភាសាអង់គ្លេសរបស់កូនពិតជាអស្ចារ្យណាស់ការសរសើរនូវការព្យាយាមរបស់កុមារបែបនេះពិតជាល្អខ្លាំងមែនទែនលើសពីនេះទៅទៀតការដែលទទួលស្គាល់នូវចំណុចល្អរបស់កុមារដូចជាសមត្ថភាពដ៏ពិសេសដែលកូនមានពិតជា
សមត្ថភាពដ៏ច្នៃប្រឌិតល្អហើយពិតជាអស្ចារ្យមែនទែនការសរសើរបែបនេះគឺជារឿងដ៏ល្អនៅក្នុងស្ថានភាពដ៏លំបាកវាជារឿងដែលសំខាន់ជាខ្លាំងក្នុងការបង្ហាញការលើកទឹកចិត្តនិងការគាំទ្រដោយនិយាយថាវាប្រហែលជាពិបាកបន្តិចតែចូរធ្វើវាយឺតមួយវាមិនអីទេការសន្ទនាបែបវិជ្ជមានទាំងនេះអាចជួយបង្កើតនូវការគោរពខ្លួនឯងនិងការលើកទឹកចិត្តរបស់កូនគ្រប់ទាំងកុមារទាំងអស់សុទ្ធតែមានបន្ទាត់នៃការលូតលាស់ជារបស់ខ្លួនទាំងអស់កុមារម្នាក់លូតលាស់ឡើងតាមល្បឿនរបស់ខ្លួនរៀងៗខ្លួនគឺដូចគ្នាទៅនឹងរុក្ខជាតិផ្សេងៗគ្នាដែរវាបានដុះលូតលាស់ទៅតាមល្បឿនរបស់ខ្លួនដែរអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញនៅលើពិភពលោកគឺលោក Albert Einstein ធ្លាប់បាននិយាយថាកុមារគ្រប់រូបគឺជាមនុស្សដែលមានទេពកោសល្យប៉ុន្តែប្រសិនបើគេឲ្យត្រីឡើងលើដើមឈើនោះត្រីនឹងរស់នៅដោយគិតថាខ្លួនឯងល្ងង់អស់មួយជីវិតប្រយោគអនុវត្តនៅថ្ងៃនេះមាន3ប្រយោគដែលអាចផ្ដល់ឥទ្ធិពលជាវិជ្ជមានដល់កុមារបានទី1គឺជាពាក្យដែលលើកទឹកចិត្តកុមារថាកូនកំពុងតែធ្វើបានល្អទៅតាមល្បឿនរបស់កូនទី2គឺជាពាក្យដែលទទួលស្គាល់នឹងការព្យាយាមរបស់កុមារថាប៉ាឬក៏ម៉ាក់កំពុងមើលពីសភាពដែលកូនបានព្យាយាមទី3គឺជាពាក្យដែលផ្ដល់នូវក្តីស្រឡាញ់ដល់កុមារថាកូនសំខាន់នៅអ្វីដែលកូនបានធ្វើហើយក៏មានតម្លៃនិងទទួលបាននូវក្តីស្រឡាញ់ដែរពាក្យពេចន៍ដ៏តូចតាចត្រឹមតែមួយម៉ាត់អាចជួយការពារផ្លូវចិត្តកុមារបានសូមបិទប្រយោគទាំងនេះនៅនឹងកញ្ចក់ឬទូទឹកកករួចឲ្យកុមារនិយាយជារៀងរាល់ថ្ងៃប្រសិនបើអនុវត្តបាន21ថ្ងៃនោះនឹងក្លាយទៅជាទម្លាប់មិនខាននៅពេលនេះយើងខ្ញុំនឹងណែនាំពីសកម្មភាពវិជ្ជមានដែលអាចធ្វើជាមួយកុមារនៅឯផ្ទះបានការធ្វើសៀវភៅពីគុណសម្បត្តិសូមកត់ត្រាពីគុណសម្បត្តិរបស់កុមារជារៀងរាល់យប់មួយម្ដងតាមរយៈការទាំងនេះអាចលើកកម្ពស់ការគោរពខ្លួនឯងរបស់កុមារបានសប្តាហ៍ដែលគ្មានការប្រើប្រាស់ពាក្យសម្ដីប្រៀបធៀបសូមគ្រួសារទាំងអស់សន្យាដោយសម្រេចចិត្តថាក្នុងមួយសប្តាហ៍នេះនឹងមិនប្រើប្រាស់ពាក្យសម្ដីប្រៀបធៀបនោះទេតាមរយៈការទាំងនេះអាចបង្កើតបរិយាកាសដែលគោរពគ្នាទៅវិញទៅមកការធ្វើអាល់ប៊ុមនៃដំណើរសកម្មភាពមិនត្រឹមតែជាលទ្ធផលនោះទេសូមរក្សាទុកនូវរូបភាពដែលជាការខិតខំប្រឹងប្រែងរបស់កុមារឲ្យបានល្អតាមរយៈការទាំងនេះអាចកត់ត្រាបានពីដំណើរនៃការលូតលាស់របស់កុមារបានពេលសរសើរពីគុណសម្បត្តិសូមមានពេលវេលានៅក្នុងការនិយាយពីគុណសម្បត្តិរបស់គ្នាទៅវិញទៅមកដូចជាពេលបរិភោគអាហារជុំគ្នាតាមរយៈការទាំងនេះអាចលើកកម្ពស់នូវការមានទំនាក់ទំនងនៃភាពស្និទ្ធស្នាលរវាងគ្រួសារបានការអនុវត្តដ៏តូចតាចជាមួយនឹងកុមារគឺអាចបង្កើតនូវសុភមង្គលនិងទំនុកចិត្តនិងការគោរពលើខ្លួនឯងរបស់កុមារបាននៅក្នុងអាកប្បកិរិយារបស់កុមារគឺតែងតែមានហេតុផលទាំងអស់នៅសប្តាហ៍ក្រោយយើងនឹងស្វែងយល់ជាមួយគ្នាអំពីវិធីសាស្ត្រដែលឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងស្វែងយល់ពីអាកប្បកិរិយាដែលជាបញ្ហារបស់កុមារសូមអរគុណ